នេះមកដល់ខ្ទិះដូងហ្នឹងរសជាតិវាឡើងដិតបងប្អូនឡើងផ្អែមហ្នឹងរសជាតិវាអាចទទួលយកបានបងប្អូនអាចសាកធ្វើតាមខ្ញុំបានតែនេះថាជាតិហ្មងរសជាតិវាអាចមកភ្លេចបានបងប្អូននេះយើងដាក់ដោយម្ទេសចឹងមកមានអីបងប្អូនអាចទទួលយកបានផងយើងគឺជាតិមែនតើបងប្អូននេះដាក់ដោយម្ទេសចាំបងប្អូនព្រោះខ្ញុំចូលចិត្តហឹរតំណមកផ្លូវមកlòng phơiល្អហ្មងបងប្អូននេះរៀបបន្លែទៀតមកតែឆ្លួយយើងហ្នឹងរសជាតិវាដិតហ្មងបងប្អូនឥឡូវមកមើលខ្ញុំញ៉ាំពងថា20គ្រាប់នេះខ្ញុំញ៉ាំអស់អត់តែ20គ្រាប់នេះដូចតិចណាស់បងប្អូនបើបាន30 40គ្រាប់ប្រហែលឃើញច្រើនបងប្អូនឥឡូវមកមើលខ្ញុំញ៉ាំទាំងអស់គ្នាថាវាជាតិប៉ុណ្ណានេះបងប្អូនតំណងដល់បងប្អូនជាតិមែនបងប្អូនឡើងផ្អែមបងប្អូនអាខ្ទិះហ៎ខ្ញុំឃើញជនជាតិចិនគេចូលចិត្តញ៉ាំពងឆៅចាគេថាសាច់ម៉ត់ល្អបងប្អូននេះបងប្អូនពោះយើងរួចរាល់បងប្អូនត្រំបានឆ្អិនបងប្អូនប្រើពេលយូរណាស់ត្រំស្បែកវាផុយដូចចេះបងប្អូននេះឥឡូវកុំខាត់ពេលយូរបងប្អូនមកមើលខ្ញុំញ៉ាំទាំងអស់គ្នាដឹងតែជាតិហ្មងបងប្អូនលើកទី1បងប្អូនដែលញ៉ាំពោះផលិតបងប្អូនរសជាតិវាដូចសាច់មាន់អញ្ចឹងបងប្អូនទឹកវាជក់អែមអញ្ចឹងបងប្អូនជាតិហ្នឹងបងប្អូន